បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអីវ៉ាន់ថ្មីសម្រាប់ណែនាំបងប្អូនទាំងអស់គ្នាបាទនេះគឺជា Snow ហាលកៅអៅ3ជាន់បាទ Snow ហាលកៅអៅ3ជាន់ហើយនេះគឺជា version មុនបាទ version មុននេះគឺមានកម្ពស់បាទទាំងទាបជើងទាំងខ្លីបាទហើយ version ថ្មីនេះកម្ពស់រាងខ្ពស់ជើងទាំងវែងអ្វីដែលសំខាន់នោះគឺផ្នែកខាងចុងនេះគឺមានគែមកោងស្មូតនៅពេលដែលយើងសូកកៅអៅទៅដល់ផ្នែកខាងគល់នេះគឺមានកលឹះទៀតខោអាវមួយជាន់ទៀតបាទអញ្ចឹងអានេះគឺ version ថ្មីរបស់យើងហើយក្នុងមួយធ្នើនេះមានជើងរហូតដល់2 4 6 8 10 12 14 16បាទមួយធ្នើមានជើង16អញ្ចឹងនៅពេលដែលបងប្អូនទិញទៅបានមួយជាន់ពីរជាន់និង3ជាន់ទាំងតាទៀតហាលស្រោមជើងបាទនេះគឺជាអ្វីដែលយើងបានបំពាក់មកនៅលើ Snow កៅអៅនេះតែមួយអញ្ចឹងបងប្អូនណានេះគឺជាជម្រើសល្អណែនាំតើតើនឹងសាច់ជ័រគឺវាធំបាទមានធំនេះតំណងវាខ្ពស់តំណងវាខ្ពស់បងប្អូនឃើញទេបាទនេះ version ចាស់ពេលតំណងវាទាបពេលតំណងវាទាបអញ្ចឹងនេះយើងប្រៀបធៀបឲ្យនៅចិត្តគ្នាអញ្ចឹងតែម្ដងសួរថាខុសគ្នាត្រង់ណាបាទហ្នឹងគឺខុសគ្នាកន្លែងផ្នែកខាងគល់ហើយដងហើយនៅផ្នែកខាងចុងនេះផ្នែកខាងចុង version ចាស់គឺជ្រុងចេះពេលសូកកៅអៅទៅគឺតាក់គ្រឺទៀងតាក់ហើយនៅមកដល់ផ្នែកខាងកង់អត់មានកន្លែងគៀបកកៅអៅទេអញ្ចឹងភាពខុសគ្នាគឺត្រង់ហ្នឹងអានេះខ្ញុំឧទាហរណ៍ផ្ទាល់ឲ្យបងប្អូនមើលនៅពេលដែលខ្ញុំចង់ហាលអាវអូនអញ្ចឹងខ្ញុំសូកមកហើយខ្ញុំរុញទៅគឺវាស្រួលវាអត់មានតាក់កៅអៅទេដល់ផ្នែកខាងគល់ណាដល់ផ្នែកខាងគល់នេះគឺយើងអាចញុកទៅចូលទៅដល់កលៈវាហើយបើសិនជាបងប្អូនហ្នឹងវាជ្រួញនេះខ្លាចហាលជួនកាលបងប្អូនខ្លះនៅក្នុងនៅលើខុនដូខ្ពស់ខ្លាចខ្យល់ខ្លាចហាលកៅអៅអញ្ចឹងនេះអូខេយើងគៀបផ្នែកខាងចុងគៀបផ្នែកខាងគល់នៅពេលដែលយើងហាលកៅអៅនៅលើទីខ្ពស់ឬក៏កន្លែងដែលមានខ្យល់ខ្លាំងអីវាអត់ហាលកៅអៅយើងប្រសិនទៅតាមខ្យល់ទេអញ្ចឹងអានេះគឺល្អមានអត្ថប្រយោជន៍ល្អមែនតើហើយផ្នែកតាគៀបនេះគឺគេឲ្យគឺ free ឲ្យមកគ្រប់រុនទាំងអស់នេះបាទអញ្ចឹងយើងលាបមកបាទនេះខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលទេដើម្បីជារូបជាតំណាងឲ្យខាងផលិតផលនៅពេលដែលយើងទិញទៅនឹងមានលក្ខណៈសម្បត្តិបែបណាបាទអញ្ចឹងបងប្អូនគ្រប់ទៀងណាទៀងអញ្ចឹងនេះ version ថ្មីនេះហើយខ្ញុំគិតថា version នេះប្រហែលជាល្អខ្លាំងណាបាទខ្ញុំសូមបញ្ជាក់បងប្អូនណាតម្លៃមិនដូចគ្នាទេដោយសារតែវាមានភាពខុសគ្នាតិចហើយសម្រាប់ Snow កៅអៅនេះគឺវាមានច្រើនប្រភេទណាបាទតាមកន្លងលក់ច្រើនពាក់ឯងដែលយើងទិញមកគឺដូចបានបង្ហាញអញ្ចឹងអីវ៉ាន់មិនមែនមានតែប្រភេទទេចង្កាស់ខាង Snow 3ជាន់ហេតុអីបានលក់តម្លៃផ្សេងគ្នាបងប្អូនកន្លែងម៉ាតមួយកន្លែងគេតម្លៃផ្សេងទៅហើយអីវ៉ាន់ក៏ផ្សេងគ្នាអញ្ចឹងអ្វីដែលសំខាន់គឺយើងស្គាល់អំពីផលិតផលសិនរឿងតម្លៃយើងទុកមួយកន្លែងសិនបាទខុសគ្នាតិចតួចទេមួយកាក់ពីរកាក់5កាក់ឬកម្រិលអីចឹងទេបាទអញ្ចឹងបងប្អូនណាមើលបាទនេះគឺជាអ្វីដែលខ្ញុំចង់បានណែនាំដល់បងប្អូនអរគុណ